សួស្តីអ្នកទាំងអស់គ្នានៅពេលនេះខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាវិធីងាយៗក្នុងការចុះឈ្មោះចាប់ឆ្នោតសងសំណាងជាមួយនឹងក្រុមហ៊ុន Ctel អញ្ចឹងដើម្បីធ្វើការចូលរួមសងសំណាងជាមួយក្រុមហ៊ុន Ctel ដំបូងឡើយគឺយើងត្រូវចូលនៅក្នុង page របស់ Ctel អញ្ចឹងខ្ញុំនឹងធ្វើការ search របស់ page Ctel ខ្ញុំវាយពាក្យ S E A T E L បន្ទាប់មកខ្ញុំធ្វើការ enter ដើម្បីធ្វើការ search បន្តមកទៀតខ្ញុំនឹងឃើញ page របស់ Ctel នៅខាងលើនេះដែលគឺជា page official របស់ក្រុមហ៊ុន Ctel ដែលមាន logo បែបនេះហើយនឹងអ្នក like ចំនួន5សែនអ្នកជាងហើយបើសិនជាអ្នកទាំងអស់គ្នា search ហើយមិនឃើញនៅត្រង់កន្លែងនេះទេអ្នកទាំងអស់គ្នាអាចចុចមកត្រង់កន្លែងនេះ page តមកបើសិននេះវានឹងនៅខាងលើគេឬក៏នៅត្រង់កន្លែងណាមួយអ្នកទាំងអស់គ្នាទៅស្វែងរកក្រុមហ៊ុន Ctel ដែលមាន logo បែបនេះហើយនឹងអ្នក like ចំនួន5សែនអ្នកជាងអូខេអញ្ចឹងយើងទៅធ្វើការចូលទៅក្នុង page របស់ក្រុមហ៊ុន Ctel បន្ទាប់ពីចូលក្នុង page របស់ក្រុមហ៊ុន Ctel អ្នកទាំងអស់គ្នានឹងឃើញ page នឹងឃើញ post មួយដែលវាទាក់ទងជាមួយនឹងការចាត់ឆ្នោតសងសំណាងអញ្ចឹងអានព័ត៌មានគេបានដាក់ថាចុច link ខាងលើនេះគឺជា link មួយហ្នឹង link មួយនេះដើម្បីធ្វើការបំពេញព័ត៌មានបន្ទាប់មកចុច like page របស់ក្រុមហ៊ុន Ctel បន្តមកទៀតធ្វើការ share page post របស់ក្រុមហ៊ុន Ctel នោះយើងនឹងមានឱកាសចូលរួមសងសំណាងដើម្បីទទួលបានរង្វាន់ម៉ូតូ Scoopy មួយគ្រឿងអញ្ចឹងយើងត្រូវចុចទៅលើ link ដើម្បីធ្វើការបន្ទាប់ពីយើងធ្វើការចុចទៅលើ link ខាងលើនោះយើងនឹងឃើញនៅរូបរាងបែបនេះអញ្ចឹងបន្តមកទៀតអ្វីដែលយើងត្រូវធ្វើគឺបំពេញឈ្មោះគណនី Facebook របស់យើងអញ្ចឹងឈ្មោះគណនី Facebook របស់ខ្ញុំគឺឈ្មោះអីគេទៀតថាឈ្មោះ Netset លេខទូរស័ព្ទហើយបន្តមកទៀតលេខសម្គាល់អត្តសញ្ញាណលេខសម្គាល់អត្តសញ្ញាណអាចជាការសិស្សឬលិខិតឆ្លងដែនសៀវភៅគ្រួសារបានបើកបរជាដើមអញ្ចឹងយើងអាចដាក់បើកបរយើងមកបន្តមកទៀតយើងធ្វើការជ្រើសរើសទីតាំងបន្តមកទៀតយើងធ្វើការប្រគល់អញ្ចឹងបន្ទាប់ពីយើងធ្វើការប្រគល់ហើយនោះយើងឃើញផ្ទាំងមួយដែលវាបង្ហាញអំពីការបំពេញព័ត៌មានរបស់យើងមិញហ្នឹងគឺវាធ្វើការបញ្ជាក់អញ្ចឹងឈ្មោះគណនីរបស់យើងគឺឈ្មោះនេះត្រឹមត្រូវហើយលេខទូរស័ព្ទរបស់ខ្ញុំគឺត្រឹមត្រូវហើយលេខសម្គាល់អត្តសញ្ញាណគឺត្រឹមត្រូវហើយនឹងការិយាល័យទទួលរង្វាន់ត្រឹមត្រូវហើយបន្ទាប់មកខ្ញុំធ្វើការកំណត់បន្ទាប់ពីខ្ញុំធ្វើការកំណត់ហើយនោះខ្ញុំនឹងទទួលបានលេខកូដចំនួន4ខ្ទង់លេខកូដចំនួន4ខ្ទង់អញ្ចឹងលេខកូដ4ខ្ទង់ហ្នឹងយើងត្រូវថែរក្សាឲ្យវាបានល្អដើម្បីធ្វើការផ្ទៀងផ្ទាត់នៅពេលដែលគេចាប់រង្វាន់អញ្ចឹងខ្ញុំត្រូវ print screen វាទុកអញ្ចឹងអ្នកទាំងអស់គ្នាអាចយកអ្វីមកកត់ទុកក៏បានឬ print screen ទុកក៏បានអញ្ចឹងយើងបំពេញលក្ខខណ្ឌទី1គឺបំពេញព័ត៌មានដើម្បីចុះឈ្មោះអញ្ចឹងយើងត្រូវធ្វើបន្តទៀតគឺយើងត្រូវចូលមកកាន់ page របស់ Ctel តមកធ្វើការ like ដោយសារតែខ្ញុំបាន like កាលពីលើកមុនម្ដងហើយអញ្ចឹងវានឹងចេញទម្រង់បែបនេះអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឃើញ like របស់អ្នកទម្រង់បែបនេះអ្នកទាំងអស់គ្នាពុំបាច់ like ម្ដងទៀតទេគឺគ្រាន់តែធ្វើការ share post ជាការស្រេចអញ្ចឹងបន្ទាប់ពីយើង share post ហើយនោះយើងបានបញ្ចូលឈ្មោះរបស់យើងនៅក្នុងការចាប់ឆ្នោតសងសំណាងជាមួយនឹងក្រុមហ៊ុន Ctel អញ្ចឹងរាល់ព័ត៌មាននៃការចាប់ឆ្នោតសងសំណាងគឺយើងនឹងផុសវានៅក្នុង page របស់ក្រុមហ៊ុន Ctel នៅរៀងរាល់ថ្ងៃទី1យើងធ្វើការចាប់រង្វាន់នៃដើមខែយើងនឹងធ្វើការចាប់រង្វាន់ហើយយើងនឹងធ្វើការផុសនៅក្នុង page របស់ Ctel ហើយនឹងក៏នៅក្នុង website របស់ក្រុមហ៊ុន Ctel ផងដែរអញ្ចឹងអ្នកនរគ្នាអាចចូលមកក្រុមហ៊ុន ctelgroup.com ដើម្បីធ្វើការមើលព័ត៌មានផងដែរសូមអរគុណ